សត្វទី1សត្វចម្លែកស៊ូយ៉ូម៉ារូឆ្នាំ1977នៅពេលព្រឹកមួយទូកនេសាទជប៉ុនឈ្មោះស៊ូយ៉ូម៉ារូបានអស់សំណាញ់ជាប់សាកសពសត្វដ៏ធំមួយទម្ងន់ជិត2តោននិងមានប្រវែង10ម៉ែត្រចេញពីបាតសមុទ្រក្បែរប្រទេសណូវេសេឡង់វាមានកវែងកោងនិងព្រុយ4ស្រដៀងនឹងសត្វដៃណូស័រទឹកដែលគេគិតថាវាផុតពូជ66លានឆ្នាំមុនដោយសារតែសាកសពនោះស្អុយរលួយខ្លាំងនិងខ្លាចខូចត្រីនៅក្នុងទូកកាពីតែនបានសម្រេចចិត្តបោះវាចូលទៅក្នុងសមុទ្រវិញដោយចំណាយពេលត្រឹមតែ1ម៉ោងដើម្បីថតរូបនិងកាត់យកសំណាក់បន្ទាប់មកអ្នកវិទ្យាសាស្ត្របានអះអាងថាកាកសំណល់នោះមានផ្ទុកប្រូតេអ៊ីនប្រភេទសត្វឆ្លាមប៉ុន្តែទោះជាយ៉ាងណាមនុស្សជាច្រើននៅតែជឿថាវាគឺជាភស្តុតាងនៃសត្វបុរេប្រវត្តិចំណុចទី2ខ្លាចម្លែកនៅឆ្នាំ1964នៅប្រទេសអូស្ត្រាលីស្ត្រីម្នាក់ឈ្មោះរីឡាម៉ាទីនបានថតជាប់រូបសត្វឆ្លុះចម្លែកមួយក្បែរកំពុងរត់កាត់ព្រៃសត្វនោះមានទំហំប៉ុននឹងសត្វឆ្កែប៉ុន្តែមានរូបរាងមិនដូចដែលសត្វដែលយើងធ្លាប់ស្គាល់នៅឡើយដោយអ្នកខ្លះជឿថាវាគឺជាសត្វខ្លាដែលបានផុតពូជចាប់តាំងពីឆ្នាំ1936មកម្ល៉េះបញ្ហានេះគឺរូបថតចាប់ដើមត្រូវបានបាត់បង់ដោយមិនសល់ទុកត្រឹមតែរូបថតព្រិលតាមអ្នកកាសែតតែប៉ុណ្ណោះក្រោយមកមានពាក្យចាមអារាមថានោះគ្រាន់តែជារូបដែលគេកាត់ដើម្បីបោកប្រាស់តែដោយសារគ្មានរូបភាពដើមមកបញ្ជាក់ការពិតក៏ត្រូវបានកប់រហូតមកដល់សប្តាហ៍ថ្ងៃចំណុចទី3ខ្សែភាពយន្តបាត់បង់របស់លោកម៉ារ៉េទសវត្សរ៍ឆ្នាំ1930គេជឿថានៅក្នុងទូកដែកនៃធនាគារទីក្រុងឡុងមានលាក់ទុកនៅខ្សែភាពយន្តមួយមានលាក់ទុកនៅខ្សែភាពយន្តសខ្មៅមួយដែលបានថតជាប់យ៉ាងច្បាស់បំផុតពីសត្វចម្លែក Loch Ness វីដេអូនេះថតដោយគ្រូពេទ្យឈ្មោះ Maren បង្ហាញពីសត្វមានកវែងមានបន្លាលើខ្នងនិងមានក្បាលស្រដៀងនឹងបាល់បោះកំពុងហែក្នុងទឹកយ៉ាងច្បាស់លោក Maren បានបន្សល់ទុកបណ្ដាំថាវីដេអូនេះយកមកបង្ហាញបានលុះត្រាតែពិភពលោកទទួលស្គាល់សត្វនេះជាផ្លូវការសិនសប្តាហ៍ថ្ងៃអ្នកដែលកាន់សិទ្ធិបើកទូកដែកនោះបានស្លាប់អស់ទៅហើយវីដេអូនេះក៏ធ្លាប់មានអ្នកណាបានឃើញពិតប្រាកដនោះឡើយចំណុចទី4ចចកយៈពីទសវត្សរ៍ឆ្នាំ1920រហូតដល់ឆ្នាំ1940អ្នកជំនួញរួមសត្វអាល្លឺម៉ង់ម្នាក់បានទិញស្បែកសត្វដ៏ចម្លែកមួយពីតំបន់ភ្នំ Andes ដែលមានរោមក្រាស់ហើយនឹងរោមវែងខុសពីសត្វធម្មតាក្រោយមកនៅឆ្នាំ1947អ្នកវិទ្យាសាស្ត្រឈ្មោះ Ingo បានស្រាវជ្រាវរកឃើញរលាក្បាលដ៏ធំមួយដែលស័ក្តិសមនឹងស្បែកនោះហើយប្រកាសថាវាគឺជាពូជឆ្កែចចកប្រភេទថ្មីប៉ុន្តែគួរឲ្យសោកស្ដាយរលាក្បាលនោះត្រូវបានគេបំផ្លាញខ្ទេចនៅពេលដែលទម្លាក់គ្រាប់បែកនៅក្នុងសម័យសង្គ្រាមលោកលើកទី2ស្បែកសត្វដែលនៅសល់ត្រូវបានគេយកទៅធ្វើតេស្ត DNA នៅឆ្នាំ2000ប៉ុន្តែវាខូចគុណភាពអស់ទៅហើយវាធ្វើឲ្យអាចកំបាំងនោះវាគ្មានថ្ងៃផ្ដល់នៅចម្លើយពិតប្រាកដដល់ឡើយចំណុចទី5ពស់អាណាកូដានៅឆ្នាំ1907ពេលកំពុងធ្វើដំណើររុករកទៅតាមដងទន្លេនៅក្នុងព្រៃអាម៉ាហ្សូនលោកម៉ាស៊ីបានបាញ់ប្រហារសត្វពស់អាណាកូដាដ៏ធំមួយដែលផុតចេញពីទឹកតាមការវាស់វែងរបស់លោកពស់នោះមានប្រវែងសរុបទៅដល់ជិត19ម៉ែត្រ66ហ្វីតដែលធំជាងពស់ធម្មតាទៅដល់ជាង2ដងដោយសារពស់រងរបួសយ៉ាងខ្លាំងនិងមានក្លិនស្អុយភាយចេញពីដង្ហើមរបស់វាក្រុមរុករកបានភ័យស្លន់ស្លោដោយបាយរត់ចេញដោយមិនបានកាត់យកស្បែកវាទេឬថតរូបអ្វីទាំងអស់រហូតមកដល់សប្តាហ៍ថ្ងៃគ្មាននរណាម្នាក់រកឃើញពស់ដ៏ធំសម្បើមមួយនេះទេមានត្រឹមតែរូបថតនិងផូស៊ីលកាលពី60លានឆ្នាំមុនតែប៉ុណ្ណោះអរគុណចំណុចទាំង5និងសាច់រឿងទី5ដែលតារាបានបកស្រាយនិងរកនិងស្វែងរកចែកជូនបងប្អូនទាំងអស់គ្នាហើយបើបងប្អូនចូលចិត្តព្រឹត្តិការណ៍ចម្លែកនិងថ្មីបែបនេះបងប្អូនជួយចុច Subscribe និងចុច Like និងបើកសញ្ញាកណ្ដឹងនិង Share និងជួយគាំទ្រដល់តារាបន្តទៀតដើម្បីមានកម្លាំងចិត្តនៅក្នុងការផលិតវីដេអូបន្តទៀតអូខេបាយ